missed that because we were going out of power. No! បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ការសម្រាយរឿង Mandalorian រដូវកាលទី 2 វគ្គទី 3 បាទយើងដឹងហើយថាកាលពីវគ្គទី 2 Mando របស់យើងបានជាប់នៅភពមួយដែលជាភពទឹកកកហើយត្រូវបានសត្វពីពីងយក្សមួយក្បាលជាមួយនឹងកូនពីពីងជាច្រើនមែនទែនដេញតាមសម្លាប់គាត់ដោយមានការជួយពីប៉ូលីសល្បាតរបស់ New Republic ពួកគាត់ក៏បានរួចជីវិតចេញពីភពនឹងទៅបាទឥឡូវឃើញថាពួកគាត់កំពុងតែនៅលើអាកាសហើយកំពុងតែគេងនៅលើយាននឹងក្នុងខណៈពេលដែលយាននឹងកំពុងតែបើកទៅដោយខ្លួនឯងដោយប្រើ Auto Drive ដោយសារតែពួកគាត់បានប្រយុទ្ធជាមួយពីពីងយក្សទាំងអស់នឹងធ្វើឲ្យពួកគាត់អស់កម្លាំងមែនទែនអញ្ចឹងហើយបានជាពួកគាត់គេងលក់នៅលើយានយ៉ាងស្កប់ស្កល់មែនទែនឥឡូវពួកគាត់បានមកដល់ភព Trask ហើយយានរបស់គាត់ក៏បានលោតសញ្ញាបញ្ជាក់ថាពួកគាត់បានមកដល់ហើយ Mando ក៏ភ្ញាក់ឡើងហើយ check មើលយានរបស់គាត់ឃើញថាយានរបស់គាត់នឹងខូចអប្រព័ន្ធចុះចតនឹងហើយគាត់ក៏និយាយថាសង្ឃឹមថាយាននឹងពេលចុះទៅវាអត់ឆេះតិចទីហើយក៏មានប្រេងគ្រប់គ្រាន់សម្រាប់កាត់បន្ថយល្បឿននៅពេលដែលជិតដល់ដីដែរក្រោយមកគាត់ក៏បានទម្លាក់យានរបស់គាត់នឹងចុះទៅហើយឃើញថាយានរបស់គាត់នឹងបុកជាមួយនឹងស្រទាប់បរិយាកាសនៃភពនឹងហើយយានគាត់ក្តៅខ្លាំងមែនទែនធ្វើឲ្យចេញដាតភ្លើងចេញមកអញ្ចឹងណាហើយគាត់ក៏ហៅម្នាក់ស្រីកង្កែបនឹងមកជួយគាត់ថានេះជួយទាញអាមួយនេះមួយនឹងត្រូវការទាញវាមកក្រោយម្នាក់ស្រីកង្កែបនឹងក៏បានដាក់ពងកង្កែបទៅលើកៅអីហើយក៏បានមកជួយទាញMandoថាទុកវាឲ្យជាប់បាទចំណែកនៅខាងក្រោមកន្លែងចតយានវិញឃើញថាមានបុរសម្នាក់ដែលជាជនជាតិ Mon Calamari ដែលគាត់នឹងគឺជាជាងគាត់ឈរនៅខាងមុខកន្លែងចតយាននឹងមើលទៅលើឃើញថាយាន Mando នឹងកំពុងតែធ្លាក់ចុះមកមានភ្លើងឆេះផងអីផងក្រោយមក Mando ទទួលសញ្ញាពីខាងក្រោមកន្លែងចតយានមកថាឲ្យបន្ថយល្បឿនជាបន្ទាន់ហើយ Mando ក៏ឆ្លើយថាខ្ញុំកំពុងតែប្រឹងទប់ហើយ Mando ប្រឹងទប់ខ្លាំងមែនទែនហើយសញ្ញាពីខាងក្រោមនៅតែបន្តហៅមកគាត់ឲ្យបន្ថយល្បឿននៅពេលដែលជិតដល់ដីឃើញថាយានរបស់គាត់អាចទប់លំនឹងបានប៉ុន្តែអាចបានយូរប្រមាណផងម៉ាស៊ីនយានរបស់គាត់ខាងស្ដាំហ្នឹងក៏ខូចហើយយានរបស់គាត់ក៏រេធ្លាក់ទៅក្នុងទឹកទៅហើយបរិសុទ្ធដែលជាជនជាតិ Mon Calamari ដែលឈរមើលហ្នឹងឃើញហើយក៏កវីក្បាលហួសចិត្តហើយក៏ដើរចេញទៅក្រោយមកមនុស្សយន្តដែលលើកអីវ៉ាន់នៅកំពង់ផែហ្នឹងក៏បានលើកយានរបស់ Mando ឡើងមកលើកន្លែងចតហ្នឹងឃើញថានៅពេលដែលលើកឡើងមកហ្នឹងឃើញថាយាន Mando ហ្នឹងខូចខ្លាំងមែនទែនឃើញជាប់ស្លាជាប់អីហើយបាក់បែកខ្ទេចខ្ទីនៅឯណៅពេញហ្នឹង Mando កូនតូចហើយនិងម្នាក់ស្រីកង្កែបហ្នឹងក៏បានចុះពីយានមកហើយ Mando ក៏បានជួបនិយាយជាមួយនឹងជនជាតិ Mon Calamari ហ្នឹង Mando ថាលោកអាចធ្វើយាននឹងបានអត់ហើយជនជាតិ Mon Calamari ហ្នឹងក៏បានឆ្លើយថាចុះជុលវាអត់អីទេខ្ញុំអាចធ្វើឲ្យវាហោះបាន Mando ក៏ហុចលុយឲ្យហើយនិយាយថាអញ្ចឹងធ្វើអ្វីដែលលោកអាចធ្វើបានចុះហើយជនជាតិ Mon Calamari ហ្នឹងក៏បាននិយាយថាខ្ញុំនឹងដោះវាបើសិនជាវាមើលទៅនៅមានសង្ឃឹមអាចធ្វើបានហើយម្នាក់ស្រីកង្កែបហ្នឹងក៏បានដើរស្រែកហៅរកប្តីគាត់ហើយពួកគាត់ក៏បានជួបគ្នា Mando ជាមួយកូនតូចហ្នឹងក៏បានទៅឈរមើលកង្កែបទាំងពីរនាក់ហ្នឹងគាត់កំពុងតែនិយាយគ្នាអញ្ចឹងណាហើយកូនតូចហ្នឹងវាឃើញពងកង្កែបវាឃ្លាន Mando ថាដឹងថាឃ្លានហើយឥឡូវចាំតិចទៀតចាំរកអីញ៉ាំហើយកង្កែបប្រុសហ្នឹងក៏បានមកចាប់ដៃ Mando អរគុណ Mando ហើយ Mando ក៏និយាយថាគេប្រាប់មកថាលោកអាចជួយនាំខ្ញុំទៅរកជនជាតិរបស់ខ្ញុំបានហើយកង្កែបប្រុសហ្នឹងក៏បានធ្វើកាយវិការថាអ្នកដែលស្គាល់នៅក្នុងហាងខាងមុខហើយឃើញថាមានស្រីម្នាក់កំពុងតែខ្លំមើល Mando គាត់សង្ស័យក៏ងាកទៅហើយឃើញថាបាត់ម្នាក់ស្រីនឹងបាត់ហើយកង្កែបប្រុសហ្នឹងក៏បាននាំ Mando មកកាន់ហាងហ្នឹងហើយក៏បានណែនាំ Mando ទៅកាន់ម្ចាស់ហាងជនជាតិ Mon Calamari ហ្នឹងហើយកង្កែបទាំងពីរហ្នឹងក៏បានដើរចេញទៅបាត់ទៅម្ចាស់ហាងក៏ហៅ Mando ទៅអង្គុយពេលអង្គុយហើយម្ចាស់ហាងហ្នឹងក៏បានមកសួរ Mando ថាលោកត្រូវការញ៉ាំអីអត់ Mando ថាខ្ញុំអត់ញ៉ាំទេត្រូវការតែ chowder មួយចានសម្រាប់មិត្តភក្តិតូចរបស់ខ្ញុំនេះទេម្ចាស់ហាងហ្នឹងក៏បាននិយាយថាកន្លែងអង្គុយហ្នឹងគួរឲ្យខ្លាចណាគ្រប់គ្នាដែលមកអង្គុយត្រូវតែញ៉ាំ Mando ក៏ថាខ្ញុំអាចទិញអីផ្សេងជំនួសបាន Mando ក៏ដាក់លុយចុះនៅលើតុហើយក៏បាននិយាយថាខ្ញុំអាចទិញដំណឹងខ្លះពីលោកម្ចាស់ហាងក៏យកលុយនឹងហើយ Mando ក៏សួរថាមានដែរឃើញណាគេរូបរាងដូចខ្ញុំអត់ម្ចាស់ហាងក៏ចាក់ chowder ឲ្យកូនក្មេងតូចនឹងហើយគាត់និយាយថាធ្លាប់ឃើញអ្នកដែលស្លៀកពាក់ឈុតដែក Beskar មកតាមនឹង Mando ក៏សួរថាចុះមានណាគេអាចជួយនាំខ្ញុំទៅជួបពួកគេបានអត់ម្ចាស់ហាងថាខ្ញុំស្គាល់មនុស្សម្នាក់ដែលអាចជួយលោកបានក្រោយមកម្ចាស់ហាងនឹងក៏បានទៅជួបមនុស្សម្នាក់ដែលជាជនជាតិ Quarren ហើយគាត់បាននិយាយថាមាន Mandalorian ម្នាក់គាត់កំពុងតាមរកជនជាតិរបស់គាត់ហើយគាត់បានសួរតាក់ទងជាមួយនឹងជនជាតិ Mandalorian ដែលបានធ្វើដំណើរកាត់តាមហ្នឹងណាគាត់កំពុងតែពាក់អាវដៃ Beskar ហើយកូនតូចនឹងកំពុងតាមមើលរបស់ស្អីល្វើកនៅក្នុងម្ហូបហ្នឹងក្រោយមកមឹកដែលនៅក្នុងម្ហូបហ្នឹងក៏បានលោតទុំមកលើមុខគាត់ Mando ក៏ទាញកាបិតមកចាក់មឹកហ្នឹងហើយមឹកហ្នឹងក៏ធ្លាក់ចូលទៅក្នុងចានវិញទៅហើយបរិសុទ្ធដែលជាជនជាតិ Quarren ហ្នឹងក៏បានមកអង្គុយតុជាមួយ Mando ហើយក៏សួរថាលោកស្វែងរកជនជាតិរបស់លោកមែន Mando ថាលោកធ្លាប់ឃើញពួកគេអត់បរិសុទ្ធជនជាតិ Quarren ហ្នឹងក៏បានឆ្លើយថាហ្នឹងហើយខ្ញុំអាចជូនលោកទៅជួបពួកគេបាន Mando សួរថានៅណាជនជាតិ Quarren ហ្នឹងក៏បានឆ្លើយថាប្រហែលជាជិះទូក 2-3 ម៉ោងទៅដល់ហើយ
ហើយលោកនឹងត្រូវចំណាយខ្លះដែរ Mendo ក៏ឡើងទូកជាមួយនឹងក្រុមអ្នកនេសាទជនជាតិ Quarren មួយក្រុមនឹងអ្នកនេសាទម្នាក់ក៏បានសួរ Mendo ថាធ្លាប់ឃើញ Mama Core ស៊ីចំណីពីមុនមកអត់បាទ Mama Core គឺជាមឹកយក្សម្យ៉ាងដែលនៅក្នុងភពនឹងហើយត្រូវបានអ្នកនេសាទនឹងចិញ្ចឹម Mendo គាត់អត់ឆ្លើយទេហើយម្នាក់នោះក៏បាននិយាយទៀតថាប្រហែលជាកូនក្មេងនឹងគាត់ចាប់អារម្មណ៍លោកគួរតែទៅមើលទៅមកចូលកន្លែងនេះមកហើយ Mendo ជាមួយនឹងកូនតូចនឹងក៏បានទៅឈរចិត្តមាត់ធុងសត្វនឹងMendo ថាប៉ុណ្ណឹងចិត្តល្មមហើយក្រុមអ្នកនេសាទនោះក៏បានចាក់ត្រីចូលទៅក្នុងធុងហ្នឹងអ្នកនេសាទម្នាក់ក៏បាននិយាយថាវាប្រហែលជាឃ្លានខ្លាំងហើយពីព្រោះធម្មតាយើងដាក់ចំណីវាតាំងពីព្រលឹមប៉ុន្តែព្រឹកមិញយើងអាចបានដាក់ឲ្យដោយសារយើងរវល់ឡើងទៅកំពង់ផែកំពុងតែនិយាយហ្នឹងអ្នកនេសាទម្នាក់ហ្នឹងក៏បានវាយកន្ត្រកហោះកូនហ្នឹងធ្លាក់ចូលទៅក្នុងធុងហ្នឹងក្រោយមកមឹកយក្សហ្នឹងក៏បានឡើងមកស៊ីអាកន្ត្រកកូនហ្នឹងទៅ Mendo ឃើញអញ្ចឹងក៏លោតចុះទៅជួយហើយក្រុមអ្នកនេសាទហ្នឹងក៏បានបិទទ្វារធុងហ្នឹងជាប់ Mendo នៅក្នុងហ្នឹងទៅហើយអ្នកនេសាទម្នាក់ហ្នឹងក៏បាននិយាយថាតែប៉ុណ្ណេះដាច់ Beskar បានមកលើយើងហើយMendo នៅក្នុងនឹងឆ្លក់ទឹកផងអីផងហើយត្រូវបានពួកក្រុមអ្នកនេសាទនឹងយកដៃចាក់ពលិច Mendo ដើម្បីឲ្យឆ្លក់ទឹកស្លាប់ណាក្រោយមកមានក្រុម Mandalorian មួយក្រុមក៏បានមកជួយគាត់ហើយក៏បានសម្លាប់ក្រុមអ្នកនេសាទទាំងអស់ទៅបន្ទាប់មកក៏បានបើកទ្វារទ្រុងនឹងទាញ Mendo ឡើងពីទឹកមក Mendo ក៏និយាយទាំងហត់ថាជួយកូនក្មេងនឹងផងអាសត្វនឹងបានចាប់កូនក្មេងនឹងយកទៅបាត់ហើយក្រោយមក Mandalorian ស្រីម្នាក់ក៏បានលោតចុះទៅដើម្បីជួយកូនក្មេងនឹងមកហើយ Mandalorian ស្រីម្នាក់ទៀតក៏បាននិយាយថាកុំបារម្ភយើងនឹងជួយក្រោយមក Mandalorian ស្រីដែលចុះទៅក្នុងទឹកជួយកូនតូចនឹងក៏បានហោះឡើងចេញមកវិញហើយគេថាកន្ត្រកហោះរបស់កូនតូចនឹងក៏បានកំពិតខ្ទេចខ្ទីដោយសារអាសត្វនឹងខាំ Mandalorian ស្រីម្នាក់នឹងក៏បានបើកកមុំកន្ត្រកឡើងឃើញថាកូននឹងនៅមានជីវិតទេហើយក៏បកគលកូននឹងទៅឲ្យ Mendo និយាយថាអរគុណច្រើនហើយខ្ញុំខំតាមរកជនជាតិរបស់យើងផ្សេងទៀតហើយ Mandalorian ស្រីមេគេនោះក៏បាននិយាយថាសំណាងល្អដែលយើងរកឃើញលោកមុន Mendo ថាខ្ញុំត្រូវបានគេបញ្ជូនមកដើម្បីឲ្យយកកូនតូចនឹងទៅកាន់ជនជាតិរបស់វាវិញហើយខ្ញុំសង្ឃឹមថាស្រាប់តែពេលហ្នឹង Mandalorian ទាំង3នាក់នោះក៏បានដោះមួកចេញ Mendo ឃើញហើយក៏ភ្ញាក់ផ្អើលហើយក៏បានសួរថាអ្នកទាំងអស់គ្នាបានឈុត Mandalorian នឹងពីណាមកបាទគាត់សួរអញ្ចឹងដោយសារគាត់ឃើញអ្នកទាំង3ហ្នឹងដោះមួកចេញអញ្ចឹងហើយគាត់គិតថាមិនមែនជា Mandalorian ទេតាមពិតទៅ Mandalorian មានកុលសម្ព័ន្ធច្រើនហើយកុលសម្ព័ន្ធរបស់ Mendo នឹងរស់នៅលើភពច័ន្ទនៃភព Mandalorian ដែលគេឲ្យឈ្មោះកុលសម្ព័ន្ធនឹងថា The Watch បាទម្នាក់ស្រី Mandalorian ដែលជាមេគេនឹងក៏បានឆ្លើយប្រាប់គាត់ថាអាយដៃរបស់ខ្ញុំនឹងនៅជាមួយគ្រួសារខ្ញុំ3ចំនួនហើយ Mendo គាត់ថាអ្នកអត់ពាក់មួកបាំងមុខអញ្ចឹងអ្នកមិនមែនជា Mandalorian ទេ Mandalorian ប្រុសម្នាក់ទៀតក៏បាននិយាយថាគាត់ជាម្នាក់ក្នុងចំណោមពួកគេនឹងហើយ Mandalorian ស្រីមេគេនឹងគាត់និយាយជាលក្ខណៈភ្ញាក់ផ្អើលថា Dang Ferric បាទពាក្យហ្នឹងគ្រាន់តែជាពាក្យភ្ញាក់ផ្អើលដូចលក្ខណៈថា Oh my god តែពាក្យហ្នឹងគេប្រើតែនៅក្នុងរឿង Star Wars នឹងឯងហើយ Mendo គាត់ថាក្នុងចំណោមពួកណាគេបន្ទាប់មក Mandalorian ស្រីដែលជាមេគេនឹងក៏បាននិយាយថាខ្ញុំឈ្មោះ Bo-Katan នៅក្នុងកុលសម្ព័ន្ធ Kryze ខ្ញុំកើតនៅភព Mandalore និងបានចូលរួមនៅក្នុងសង្គ្រាម Purge បាទសង្គ្រាម Purge គឺជាសង្គ្រាមដ៏ធំដែល Empire បានកំទេចភព Mandalore នឹង Bo-Katan ក៏បាននិយាយទៀតថានៅក្នុងគ្រួសារខ្ញុំស្លាប់អស់ហើយនៅសល់តែខ្ញុំម្នាក់ឯងទេហើយលោកគឺជាកូនរបស់កុលសម្ព័ន្ធ The Watch ហើយ Mendo ក៏និយាយជាលក្ខណៈឆ្ងល់ថា The Watch Bo-Katan ក៏បាននិយាយទៀតថាកូនចៅកុលសម្ព័ន្ធ The Watch គឺគោរពតាមប្រពៃណីទំនៀមទម្លាប់ Zealots ហើយក៏បានចាក់ចេញពីសង្គម Mandalorian គោលដៅរបស់ពួកគេគឺចង់ឲ្យ Mandalorian ត្រឡប់ទៅរស់នៅតាមបែបបុរាណវិញ Mendo ក៏ថាគ្មានបែបសម័យបែបបុរាណទេមានតែមួយបែបទេគឺបែប Mandalorian ហើយ Mendo ក៏បានជិះចិត្តហោះហើររបស់គាត់នឹងហោះចេញទៅហើយ Bo-Katan នឹងក៏បានដកដង្ហើមធំព្រោះថានិយាយអត់ចុះសម្រងជាមួយនឹង Mendo អញ្ចឹងណាក្រោយមកអ្នកទាំង3នឹងក៏បានហោះចេញពីទូកហើយក៏បានបំផ្ទុះទូកនឹងចោលទៅហើយ Mendo ក៏ឈរមើលទូកនឹងផ្ទុះពីមាត់ទឹកកំពង់ផែទៅបាទពេលយប់ក៏បានមកដល់ Mendo កំពុងតែដើរតាមផ្លូវស្រាប់តែជនជាតិ Quarren ច្រើនមែនទែនដែលជាបងប្អូនជាមួយនឹងជនជាតិ Quarren ដែលជិះទូកមួយ Mendo នឹងក៏បានមកឡំពាត់ Mendo ហើយក៏បាននិយាយថាហេ Mendo លោកបានសម្លាប់បងប្អូនរបស់ខ្ញុំ Mendo ថាបើកផ្លូវឲ្យខ្ញុំទៅហើយជនជាតិ Quarren ម្នាក់នឹងក៏បាននិយាយថាលោកប្រហែលជាមិនយល់ទេលោកបានសម្លាប់បងប្អូនរបស់ខ្ញុំឥឡូវខ្ញុំនឹងសម្លាប់សត្វចិញ្ចឹមរបស់លោកវិញពេលនោះ Mandalorian 3នាក់ដែលបានជួយ Mendo នឹងក៏បានហោះមកដល់ហើយ Mandalorian ស្រីដែលជាមេគេឈ្មោះថា Bo-Katan នឹងក៏បាននិយាយថាគាត់មិនមែនជាអ្នកសម្លាប់ទេគឺខ្ញុំជាអ្នកសម្លាប់ក្រោយមកពួកគាត់ក៏បានសម្លាប់ជនជាតិ Quarren ទាំងអស់នឹងទៅហើយ Bo-Katan ក៏បាននិយាយទៅកាន់ Mendo ថាឥឡូវខ្ញុំអាចប៉ាវលោកញ៉ាំទឹកអីបានអត់បាទក្រោយមកពួកគាត់ក៏បានទៅដល់ក្នុងហាងញ៉ាំអីកំពុងតែញ៉ាំ Bo-Katan ក៏បាននិយាយទៅកាន់ Mendo ថាភព Trask គឺជាកំពង់ផែទីផ្សារអាងឹតដែលគេទិញនិងលក់អាវុធដែលលួចចេញពីភពរបស់យើងមកយើងនឹងរឹបអូសអាវុធទាំងអស់នឹងមកវិញហើយយើងនឹងប្រើវាដើម្បីវាយដណ្ដើមយកភពរបស់យើងមកវិញពេលដែលយើងធ្វើវាបានសម្រេចហើយយើងនឹងជ្រើសរើសស្ដេចថ្មី Mendo ក៏ថាភពនឹងគឺត្រូវបណ្ដាសាអ្នកណាដែលទៅភពនឹងនឹងត្រូវស្លាប់ហើយពេល Empire ដឹងថាគេមិនអាចគ្រប់គ្រងភពនឹងបានគេក៏មិនឲ្យអ្នកណាផ្សេងគ្រប់គ្រងភពនឹងបានដូចគ្នា Bo-Katan ក៏បាននិយាយថាកុំជឿអ្វីដែលលោកបានឮសត្រូវរបស់យើងចង់បំបាក់យើងប៉ុន្តែ Mandalorian ខ្លាំងនៅពេលដែលយើងនៅជុំគ្នាMendo ថាវាមិនមែនជាផ្នែកនៃគម្រោងរបស់ខ្ញុំទេខ្ញុំត្រូវបានគេបញ្ជូនមកដើម្បីឲ្យនាំកូនតូចនឹងទៅជួបនឹង Jedi Bo-Katan ក៏បានសួរថាចុះលោកបានដឹងអីខ្លះអំពី Jedi
មែនដូថាអីក៏ខ្ញុំអត់ដឹងដែរបើតាមជំនឿជនជាតិ Mandalorian ខ្ញុំសង្ឃឹមថាអ្នកនឹងជួយខ្ញុំ Bo-Katan ប្រាប់ថាខ្ញុំអាចប្រាប់ផ្លូវដើម្បីឲ្យទៅជួបជាមួយនឹងជនជាតិរបស់កូននឹងប៉ុន្តែលោកត្រូវជួយក្នុងបេសកកម្មរបស់យើងសិន Mando ថាបេសកកម្មអីគេពួកគាត់ក៏នាំគ្នាទៅកន្លែងយាន Mando នៅមាត់កំពង់ផែ Bo-Katan និយាយថាលោកឃើញយាន Gozanti Freighter របស់ Empire វាកំពុងតែអញ្ជូនអាវុធដែលយើងបាននិយាយនឹងចូលទៅក្នុងនឹងបើតាមការឲ្យដំណឹងពីកំពង់ផែមកគឺថាពួកគេនឹងចាក់ចេញនៅទីភ្លឺនឹងនៅពេលដែលពួកគេចេញទៅគឺថាពួកគេអាចហោះឡើងទៅ hyperspace បានទេលុះត្រាតែគេចាក់ចេញផុតពីតំបន់កំពង់ផែនឹង Mando ក៏សួរថាចុះពួកគេមានគ្នាប្រហែលប្រមាណអ្នក Bo-Katan ថាពួកគេមានគ្នាប្រហែលជាមួយក្រុមហើយ Mandalorian ផងម្នាក់ទៀតក៏បាននិយាយថាពួកគេសូម្បីតែបាញ់សត្វ Bantha នឹងមិនត្រូវផងបាទក្រោយមក Mando ក៏បានយកកូនតូចនឹងទៅផ្ញើជាមួយនឹងប្តីប្រពន្ធកង្កែប2នាក់នឹងគាត់ក៏បានគោះទ្វារផ្ទះប្តីប្រពន្ធកង្កែបនឹងហើយទ្វារក៏បានបើកឡើង Mando ថាខ្ញុំទើបតែទទួលបានបេសកកម្មមួយអញ្ចឹងហើយខ្ញុំសូមផ្ញើកូនតូចនឹងមួយផ្លេត Mando ក៏និយាយទៅកាន់កូនតូចនឹងថាត្រូវគោរពគេហើយកុំធ្វើអីផ្ដេសផ្ដាសសោះណាដឹងថាខ្ញុំនិយាយពីអីហើយបាទគាត់និយាយអញ្ចឹងទៅកាន់កូននឹងដោយសារគាត់ដឹងថាកូននឹងអាចនឹងញ៉ាំពងកង្កែបនឹងទៀតអញ្ចឹងណាអញ្ចឹងហើយគាត់និយាយឲ្យកូននឹងចេះគ្រប់គ្រងខ្លួនឯងកុំឲ្យធ្វើអីផ្ដេសផ្ដាស Mando និយាយទៀតថាអរគុណច្រើនហើយនៅពេលចប់ខ្ញុំនឹងមកយកកូននឹងវិញហើយកូននឹងក៏អង្គុយមើលពងកង្កែបនឹងញាស់បាទក្រោយមកយើងឃើញថាយានរបស់ Empire ក៏បានចាប់ផ្ដើមចេញដំណើរនៅពេលដែលហោះឡើងបានតិចឃើញថាក្រុម Mando ក៏បានហោះឡើងទៅតាមហើយក៏បានវាយ Stormtrooper ដែលនៅយាមមាត់ទ្វារនឹងស្លាប់អស់ទៅដំណឹងនឹងក៏បានឮទៅដល់ក្នុងយានហើយអ្នកបើកបរយាននឹងក៏បានប្រាប់ទៅមេរបស់គាត់ថាមានចៅមកទៀតហើយមេទាហានម្នាក់នឹងក៏បានប្រាប់ទៅ Stormtrooper ខាងក្រោយនឹងឲ្យយាមខាងក្រោយនឹងឲ្យជាប់ហើយក៏ប្រាប់អ្នកបើកបរ2នាក់នឹងឲ្យចាក់សោកាប៊ីនបើកបរខាងមុខនឹងឲ្យជាប់កុំឲ្យគេចូលបានក្រោយពីសម្រាប់ Stormtrooper ខាងក្រៅនឹងអស់ហើយក្រុម Mando ក៏បានបើកទ្វារចូលមកខាងក្នុងហើយក៏ប្រយុទ្ធគ្នាជាមួយនឹង Stormtrooper ដែលនៅខាងក្នុងនឹងក្រោយមក Stormtrooper ម្នាក់ក៏បានឲ្យដំណឹងទៅអ្នកបើកបរពីរនាក់នឹងថាអ្នកដែលចូលមកនឹងគឺជា Mandalorian ឮអញ្ចឹងមេធាវីម្នាក់នឹងមើលទៅហាក់ដូចជាអស់សង្ឃឹមមែនទែនព្រោះគាត់ដឹងថាឲ្យតែ Mandalorian ចេញមកប្លន់គឺថាមិនអាចទប់ទល់ជាប់ទេហើយគាត់ក៏សួរអ្នកបើកបរពីរនាក់នឹងថាចុះពេលណាទើបយើងអាចហោះឡើងទៅ hyperspace បានអ្នកបើកយានម្នាក់ក៏បានឆ្លើយថាយើងអាចហោះឡើងទៅ hyperspace បានទេលុះត្រាតែយើងផុតតំបន់កំពង់ផែនឹងមេធាវីម្នាក់នឹងក៏បាននិយាយបង្ខំថាហោះទៅ hyperspace ឥឡូវហ្នឹងទៅបាទចំណែកនៅខាងក្រោយយានវិញឃើញថាក្រុម Mando កំពុងតែប្រយុទ្ធខ្លាំងមែនទែនជាមួយនឹង Stormtrooper ហើយឃើញថា Stormtrooper ទាំងអស់ហ្នឹងអាចទប់ទល់ក្រុមគាត់បានទេហើយក្រុម Mando ឃើញថាមកជិតដល់ខាងមុខយានហើយចំណែកមេទាហានម្នាក់នៅខាងមុខហ្នឹងជាមួយនឹង Stormtrooper ច្រើនមែនទែនកំពុងតែរងចាំក្រុម Mando មកដល់ដើម្បីប្រយុទ្ធមេទាហានធំជាងគេដែលនៅខាងមុខហ្នឹងក៏បានបញ្ជាមកខាងក្រោយថាត្រូវទប់ទល់ឲ្យជាប់រហូតដល់យើងអាចហោះទៅ hyperspace បានក្រោយមកក្រុម Mando ក៏បានមកដល់ឃើញថាពួកគេប្រយុទ្ធគ្នាខ្លាំងមែនទែនហើយឃើញថាក្រុម Stormtrooper នឹងអាចទប់ទល់ពួកគាត់បានទេអញ្ចឹងហើយក៏បានបញ្ជាឲ្យបិទទ្វារពួកគេបានបិទទ្វារបង្ខាំងក្រុម Mando ឲ្យនៅខាងក្រៅហ្នឹងប៉ុន្តែចៃដន្យអីគឺបង្ខាំងក្រុម Mando នៅចំបន្ទប់ដែលគ្រប់គ្រងយាននៅខាងក្រៅហ្នឹងហើយក៏ជាឃ្លាំងអាវុធដែរក្រុម Mando ដែលនៅបន្ទប់គ្រប់គ្រងយានខាងក្រៅហ្នឹងក៏បានបញ្ជាបើកទ្វារយានខាងមុខហើយខ្យល់ចូលមកប៉ាំង Stormtrooper ទាំងអស់ហ្នឹងចេញទៅក្រៅអស់ទៅអ្នកបើកយាន2នាក់ហ្នឹងក៏បានហៅទៅក្រុមទាហានខាងក្រៅហ្នឹងប៉ុន្តែអត់មានអ្នកឆ្លើយទេក្រោយមក Bo-Katan ក៏បានឆ្លើយថាអរគុណច្រើនហើយសម្រាប់ការរៀបចំអាវុធឲ្យយើងមេទាហានម្នាក់ហ្នឹងក៏បាននិយាយថាទោះបីប្លន់បានអាវុធទាំងអស់ហ្នឹងក៏ដោយក៏មិនអាចឲ្យខ្លួនបានដែរព្រោះថាយើងនឹងបញ្ជូនទាហានជាច្រើនដើម្បីមកតំបន់ហ្នឹងហើយតាមប្រមាញ់សម្រាប់ឲ្យអស់ហើយ Bo-Katan ក៏បាននិយាយថាយើងមកនេះមិនមែនប្លន់យកតែអាវុធទេគឺមកនេះដើម្បីប្លន់យកយានទាំងមូលចាក់ទឹកតែចាំមកហើយទៅតិចទៀតយើងទៅដល់ហើយ Mando ក៏លឺអញ្ចឹងគាត់ភ្ញាក់ផ្អើលមែនទែនហើយគាត់និយាយថាយីយកយានទាំងមូលវាលើសពីអ្វីដែលយើងបានព្រមព្រៀងគ្នាហើយ Bo-Katan ថាមានអីមួយដែលខ្ញុំត្រូវការដើម្បីដឹកនាំក្រុម Mandalorian ពីមុនវាជារបស់ខ្ញុំពួកគេដឹងថាវានៅណាហើយតិចទៀតខ្ញុំក៏ដឹងថាវានៅណាដែរយើងត្រូវការយាននឹងដើម្បីប្រើវានៅពេលដែលយើងធ្វើសង្គ្រាមនៅពេលខាងមុខ Mando ក៏ថាខ្ញុំបានជួយយកអាវុធមកវិញបានហើយអញ្ចឹងហើយខ្ញុំត្រូវការត្រឡប់ទៅវិញហើយ Bo-Katan នឹងក៏បាននិយាយថាបើលោកចង់ដឹងថា Jedi នឹងនៅណាលុះត្រាតែលោកជួយខ្ញុំយកយាននឹងឲ្យបាន Mando ថាអ្នកបានបដូរលក្ខខណ្ឌនៃកិច្ចព្រមព្រៀងហើយ Bo-Katan និយាយថា This is the way បាទក្រោយមកពួកគាត់ក៏បានចេញដំណើរទៅចំណែកនៅកាប៊ីនបើកបរយានឃើញថា Moff Gideon បានទេមកមេទាហានម្នាក់ហ្នឹងហើយក៏បានសួរថាមានរឿងអីកើតឡើងមេទាហាននឹងក៏បានឆ្លើយថាគឺចៅបានមកប្លន់ទៀតហើយ Moff Gideon ក៏បានសួរថាចុះអាចទប់ទល់ជាមួយគេបានអត់មេទាហានម្នាក់ហ្នឹងក៏បាននិយាយថាអត់អាចទប់ទល់បានទេយើងត្រូវការកងជំនួយជាបន្ទាន់ Moff Gideon ក៏បានសួរថាពួកគេនឹងគឺជាចៅដដែលដែលធ្លាប់ប្លន់ពីមុនមកហ្នឹងមែនមេទាហាននឹងក៏បានឆ្លើយថាហ្នឹងហើយ Moff Gideon ក៏បានសួរថាចុះគេបានវាយនឹងគ្រប់គ្រងយានបានប៉ុណ្ណាមេទាហាននឹងក៏បានឆ្លើយថាពួកគេបានគ្រប់គ្រងយានស្ទើរតែទាំងស្រុងហើយនៅតែកាប៊ីនបើកបរខាងមុខទេយើងត្រូវការជំនួយជាបន្ទាន់ Moff Gideon ក៏បាននិយាយថាបើសិនជាគេគ្រប់គ្រងយានបានប៉ុណ្ណឹងហើយយើងអាចជួយបានទេលោកដឹងថាត្រូវធ្វើម៉េចហើយអ្នកបើកបរពីរនាក់ហ្នឹងឮអញ្ចឹងហើយគាត់ភ័យហើយមើលមុខគ្នា Moff Gideon ក៏បាននិយាយថា Long live the Empire បាទពាក្យហ្នឹងគឺជាពាក្យជូនពរដូចក្នុងរឿងចិនអញ្ចឹងនៅពេលដែលគេជួបស្ដេចគេតែងតែជូនពរស្ដេចឲ្យមានបច្ចុប្បន្នយានយូរអញ្ចឹង
ចឹង Long Live the Empire មានន័យថាសូមឲ្យរាជការ Empire ហ្នឹងបានរស់នៅយូរអង្វែងចឹងបាទមេទាហានហ្នឹងក៏បាននិយាយថា Long Live the Empire ក្រោយមកគាត់ក៏បានបាញ់សម្លាប់អ្នកបើកយានទាំងពីរនាក់ហ្នឹងទៅហើយគាត់ក៏បានចូលបើកយានដោយខ្លួនឯងតាមពិតទៅគាត់មិនមែនបើកយានហ្នឹងឡើងទៅលើទេគឺគាត់បើកយានហ្នឹងទម្លាក់ចុះទៅក្រោមដើម្បីបុកគំតិចយានហ្នឹងឲ្យខូចកុំឲ្យក្រុម Mandalorian ហ្នឹងប្រើយានហ្នឹងបាននៅពេលដែលយាននឹងកំពុងតែធ្លាក់ចុះក្រុម Mando ក៏សម្រុកទៅខាងមុខដើម្បីឆាប់ទៅដល់កន្លែងបើកបរយាននឹងបញ្ឈប់ការធ្លាក់នឹងឃើញថានៅច្រកចូលកន្លែងបើកបរនឹងមាន Stormtrooper ប្រហែលជាជិត10នាក់កំពុងតែយាមកាមនៅនឹងហើយក៏បានប្រយុទ្ធគ្នាជាមួយក្រុម Mando ដោយសារតែទាហាន Stormtrooper ទាំងអស់នឹងបាញ់អត់ឈប់សោះអញ្ចឹងហើយធ្វើឲ្យក្រុមពួកគាត់អាចទៅមុខបានដោយសារតែយាននឹងធ្លាក់ទៀបទៅហើយ Stormtrooper ទាំងអស់នឹងអត់ឈប់បាញ់សោះ Mando ក៏ក្លាហានកាន់គ្រាប់បែក2គ្រាប់ដើរចេញទៅហើយក៏ឲ្យគេបាញ់ការពារពីក្រោយពេលដែលគាត់កាន់គ្រាប់បែកដើរចេញទៅនឹងឃើញថា Stormtrooper បានបាញ់ត្រូវ Mando ច្រើនមែនទែនប៉ុន្តែដោយសារមានអាវដាច់បែកស្កល់ការពារអញ្ចឹងគាត់អត់អីទេគាត់ក៏បានគប់គ្រាប់បែកនឹងចូលទៅកន្លែង Stormtrooper ទាំងអស់នឹងហើយក៏ផ្ទុះស្លាប់អស់ទៅពួកគាត់ក៏បានទៅដល់កន្លែងបើកបរយាន Mando ក៏បានចាប់ទាញមេទាហានម្នាក់នឹងចេញពីកន្លែងបើកបរហើយ Bo-Katan ក៏បានចាប់មេទាហានម្នាក់នឹងសួរចម្លើយចំណែក Mando ហើយនិង Mandalorian ស្រីម្នាក់ទៀតនឹងព្យាយាមបើកយាននឹងហោះឡើងមកវិញ Bo-Katan ក៏បានសួរទៅមេទាហាននឹងថា Moff Gideon នៅណា Dark Saber នៅគាត់មែនមេទាហាននឹងឆ្លើយថាដឹងហើយសួរទៅអីទៀតចំណែក Mando ហើយនិង Mandalorian ស្រីម្នាក់ទៀតនឹងក៏បានបើកយានហោះឡើងបានសម្រេច Bo-Katan និយាយទៅកាន់មេទាហាននឹងថាបើលោកនាំផ្លូវខ្ញុំទៅជួប Moff Gideon ខ្ញុំនឹងទុកជីវិតឲ្យលោកមេទាហាននឹងក៏បាននិយាយថាបើទុកជីវិតឲ្យខ្ញុំក៏ Moff Gideon អត់ទុកជីវិតឲ្យខ្ញុំដែរទាហានម្នាក់នឹងក៏បានខំអាសញ្ញាដើម្បីបញ្ជូនប្រាប់ទីតាំងទៅដល់ Moff Gideon នឹងសម្រាប់ខ្លួនឯងទៅហើយ Mandalorian ស្រីដែលកំពុងបើកបរនឹងបាននិយាយថាគាត់បានបញ្ជូនសញ្ញាទៅគ្នាគាត់ហើយយើងបញ្ញាប់ចេញទៅ Bo-Katan ក៏បាននិយាយថាអញ្ចឹងយើងឆាប់ចេញពីតំបន់នឹងទៅ hyperspace ដើម្បីហោះចេញពីភពនឹង Bo-Katan ក៏បានសួរទៅ Mando ថាច្បាស់ហើយថាអត់ចូលរួមជាមួយយើងទេ Mando ថាខ្ញុំមានរឿងមួយដែលត្រូវធ្វើតែខ្ញុំត្រូវទៅរក Jedi នឹងនៅណា Bo-Katan ថាយកកូនតូចនឹងទៅក្នុងព្រៃក្រុង Colodan នៃភព Corvus នៅក្នុងលោកនឹងជួបនៅម្នាក់ដែលមានឈ្មោះថា Ahsoka Tano ហើយតែប្រាប់គាត់ថាលោកត្រូវបាន Bo-Katan បញ្ជូនមកអរគុណមែនទែនដែលជួយហើយយើងនឹងចងចាំនូវភាពក្លាហានរបស់លោកThis is the way Mando ឆ្លើយថា This is the way ហើយ Mando ក៏បានលោតចេញពីយានហោះមកកាន់កំពង់ផែវិញចំណែកកូនតូចនឹងកំពុងតែលេងជាមួយកូនកង្កែបនឹងសប្បាយមែនទែន Mando ក៏បានមកដល់ហើយគោះទ្វារក៏បានបើកឡើងហើយ Mando ក៏បានដើរចូលមកហើយក៏បាននិយាយថាអរគុណច្រើនហើយដែលបានជួយមើលគាត់ Mando ក៏យកកូនតូចនឹងប៉ុន្តែកូនតូចនឹងវាអត់ចង់ចេញទៅទេវាចង់នៅលេងជាមួយកូនកង្កែបនឹងអញ្ចឹងណា Mando ក៏បាននិយាយទៅកាន់កង្កែបទាំងពីរនាក់នឹងថាអបអរសាទរផងហើយ Mando ក៏បានដើរចេញទៅ Mando ក៏និយាយជាមួយកូនតូចនឹងថាខ្ញុំមានសត្វចិញ្ចឹមគ្រប់គ្រាន់ហើយ Mando ក៏បានមកដល់កន្លែងយានរបស់គាត់ឃើញថាយានរបស់គាត់នឹងយ៉ាប់មែនទែនហើយគាត់ក៏បាននិយាយទៅកាន់ជនជាតិ Calamari ដែលជាជាងនឹងថាខ្ញុំឲ្យលុយដល់ទៅ 1000 ធ្វើបានតែប៉ុណ្ណឹង Mando ក៏ដើរចូលទៅក្នុងយានឃើញថាក្នុងយាននឹងមើលទៅយ៉ាប់មែនទែនហើយគាត់និយាយទាំងហួចចិត្តថាយ៉ាប់ណាស់ជនជាតិ Mon Calamari នេះ Mando ក៏បានបើកយានចេញទៅហើយក៏បាននិយាយជាមួយកូនតូចនឹងថាទីបំផុតខ្ញុំរកឃើញកន្លែងដែលត្រូវយកកូនតូចឯងនឹងទៅហើយពេលហោះទៅនឹងវាអាចនឹងអាលាក់បន្តិចហើយ Mando ក៏បានប្រើ Hyperdrive ហោះចេញទៅបាត់ទៅបាទរឿង Mandalorian រដូវកាលទី2វគ្គទី3ចប់ប៉ុណ្ណឹងយើងនឹងជួបគ្នានៅវគ្គទី4អរគុណ